តើមូលហេតុអ្វីដែលធ្វើឲ្យប្រធានាធិបតីដូណាល់ត្រាំសម្រេចវាយប្រហារប្រទេសនីសេរីយ៉ាប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានគំរាមធ្វើសកម្មភាពយោធាវាយប្រហារប្រទេសនីសេរីយ៉ាដោយចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងអាប៊ូសាមិនអើពើនឹងការសម្លាប់គ្រីស្និកពីសំណាក់ក្រុមភេរវកអ៊ីស្លាមបើតាមការផ្សាយរបស់សារព័ត៌មាន Al Jazeera ប្រធានាធិបតីអាមេរិកបានគំរាមបែបនេះនៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ទី 1 ខែវិច្ឆិកាឆ្នាំ 2025 ដោយបានសរសេរថាប្រសិនបើរដ្ឋាភិបាលនីសេរីយ៉ានៅតែបន្តបើកដៃឲ្យមានការសម្លាប់គ្រីស្និកទៀតនោះសហរដ្ឋអាមេរិកនឹងបញ្ឈប់ជាបន្ទាន់នៅជំនួយនឹងកឧបត្ថម្ភទាំងអស់ដល់នីសេរីយ៉ាហើយប្រហែលជានឹងអាចធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសនេះផងដែរស្របពេលជាមួយគ្នានោះលោកត្រាំបានបញ្ជាក់ថាខ្ញុំបានបញ្ជាឲ្យក្រសួងសង្គ្រាមត្រៀមលក្ខណៈសម្រាប់ចាត់វិធានការប្រសិនបើយើងវាយប្រហារវានឹងលឿនរហ័សនិងខុសខើដូចជាពួកក្មេងទំនើងភេរវកវិប្រហារលើក្រុមសាសនិកជាទីស្រឡាញ់របស់យើងផងដែរប៉ុន្មានខែមុនសមាជិកសភាស្ដាមនិយមនិងបុគ្គលិកលេចធ្លោជាច្រើនអ្នកនៅអាមេរិកបានចេញមុខអះអាងជាបន្តបន្ទាប់ថាជំនួសហិង្សានៅក្នុងប្រទេសនីសេរីយ៉ាគឺជាយុទ្ធនាការប្រល័យពូជសាសន៍គ្រីស្និកក្រុមនានាដូចជា Boko Haram និង Islamic State West Africa Province តែងតែវាយប្រហារសហគមន៍គ្រីស្និកនៅភាគឦសានតំបន់និងតំបន់ផ្សេងទៀតនៃប្រទេសពួកគេមានគោលដៅបង្កើតរដ្ឋអ៊ីស្លាមនិយមជ្រុលហើយបានសម្លាប់មនុស្សរាប់ពាន់នាក់និងបំផ្លាញវិហារជាច្រើនទន្ទឹមនឹងនោះការចាប់ចម្រិតដោយក្រុមប្រដាប់អាវុធបានកើតឡើងយ៉ាងកុហកនៅទូទាំងប្រទេសនីសេរីយ៉ាក្រុមទាំងនេះបានចាប់ចំនួនខ្មាំងដើម្បីទារលុយលួសហើយរួមទាំងអាចារ្យនិងអ្នកកាន់សាសនាស្និកផងយោងតាមប្រភពពីអង្គការក្រៅរដ្ឋាភិបាល Intercept បើគិតចាប់ពីឆ្នាំ 2009 ដល់ខែសីហាឆ្នាំ 2025 គឺស្និក 125,900 នាក់ត្រូវបានសម្លាប់នៅនីសេរីយ៉ាផងដែរ